ba sắp xỉ đó này vừa mà chuột mình cũng xài cho mấy cái nông cả sắc xa tạm video online nàyในขนมวิตาแบบนี้คือยืมต่อมีวิตาแบบมนในขนมเมเรียนตีประมวยนะเมเรียนตีประมวยเมเรียนตีประมวยแบบปอนจมวยการประกาศเวนเดอร์และสปายเยอะจังเวนเดอร์และสปายเยอะแต่มวยที่ให้ยังมันจะใจกินตรงวิตาแบบมนแบบปอนมวยปรับแต่คอปรับแต่คอในขนมฟิกบุกซิสเต็มไปยืมจังปรับแต่คอไหนยังมันอ่านวันนี้บันในทางคือยืมประดามจันปีอินเวนทอรี่ประดามจันปีทั่วพีโอแต่ทำได้ดีซิลอินเวนทอรี่บิดเบี้ยhay năng interbill ដែលនៅក្នុងប្រសេសការងារប្រចាំថ្ងៃរបស់យើងពាក់ព័ន្ធមួយ Facebook យើងអាចចូលទៅ interview តែម្ដងក៏បានដែរអញ្ចឹងណាហើយចំពោះការបង្កើត vendor អ្នកនរឲ្យគាត់ចូលកន្លែងនេះមកណាពាក្យ vendor នេះហើយយើងអាចបង្កើតបានដែរអូខេអញ្ចឹងមុននឹងចូលទៅក្នុង top បន្ទាប់ទៀតឬក៏លំហាត់បន្ទាប់ទៀតព្រោះយើងមានលំហាត់អនុវត្តច្រើនដែរនៅក្នុងមេរៀនទី6យើងនេះណាអូខេអញ្ចឹងយើងនឹង go through ទៅលំហាត់ផ្សេងទៀតប៉ុន្តែលំហាត់ផ្សេងហ្នឹងពាក់ព័ន្ធជាមួយការទិញ inventory ដែរប៉ុន្តែទិញហ្នឹងគឺយើង page check អញ្ចឹងណាអញ្ចឹងមុនចូលទៅដល់លំហាត់ផ្សេងគ្រូ review ពាក់ព័ន្ធជាមួយនឹងព័ត៌មានដែលយើងបានជជែកគ្នានៅក្នុងវីដេអូវគ្គមុនអញ្ចឹងបើសិនជាឧទាហរណ៍ថាយើងចង់ទៅមើល report ដែលយើងបានពោលចូលទៅក្នុង Facebook system ដែលដល់គេគាត់ទៅចូល report ហើយយក company financial ហើយយើងយក balance sheet មកបានអូខេនេះគឺជាព័ត៌មានដែលយើងបានពោលចូលទៅចឹងនេះគឺជា balance sheet គឺវាមានstock នៅក្នុងហ្នឹងវាមាន VAT input វាមានបំណុលដែលយើងជំពាក់ទៅ vendor ក៏ supplier ដោយឡែកបើសិនយើងចង់ check ទៅលើ inventory ក៏យើងអាចមើលឃើញដែរគឺចូល report ហើយយកពាក្យ inventory យើងអាចយកជា summary យើងយកជា detail ណា summary គឺចេញជា summary អូខេអញ្ចឹងនៅក្នុងវគ្គនេះយើងបន្តទៅ topic ថ្មីមួយទៀតគឺទៅលំហាត់ថ្មីមួយទៀតដែលលំហាត់មួយហ្នឹងគឺជាការទិញ inventory ដូចគ្នាប៉ុន្តែការទិញ inventory នេះគឺយើងទិញដោយ page ជា check វិញម្ដងនៅក្នុងលំហាត់វគ្គមុនអ្នកនរគ្នាបានទៅមក flow ពាក់ព័ន្ធជាមួយនឹងការបង្កើត purchase order ការទទួល inventory verify ទៅលើ inventory ហើយបានយើងទៅ interbill អញ្ចឹងណាអញ្ចឹងនៅក្នុងឧទាហរណ៍ទី3នេះនៃការ process ទិញ inventory របស់យើងគឺយើងនឹង process ទិញតាមការ pay check ទៅវិញអញ្ចឹងបើយើង process ទិញតាមការ pay check អ្នកនរគ្នាចូលទៅក្នុង Facebook មកចូលទៅក្នុង Facebook បើសិនជាយើងមើលទៅលើខាងនេះយើងនឹងឃើញពាក្យ right check ណា right check បានន័យថាយើងនឹងទិញបង់លុយប៉ុន្តែបើសិនជាយើងចូលទៅក្នុង function vendor អ្នកនរគ្នាអាចចូលទៅក្នុង interbill នេះគឺពាក់ព័ន្ធជាមួយទិញជាពាក់មួយទៀតអ្នកនរគ្នាអាចចូលទៅក្នុង banking គឺយើងយកពាក្យ right check តែម្ដងអញ្ចឹងក្នុង option ណាក៏បានដែរអ្នកនរគ្នាអាចចូលទៅក្នុង function banking ហើយ right check ឬក៏ចូលទៅក្នុង right check តែម្ដងអញ្ចឹងណាអូខេអញ្ចឹងនៅពេលដែលអ្នកនរគ្នាចូលទៅក្នុង function right check នេះគឺក្នុង Facebook ឲ្យយើង select ពីធនាគារមួយណាអញ្ចឹងវាមានធនាគារ A ធនាគារ B អញ្ចឹងឧបមាថាលោកគ្រូ select ចេញពីធនាគារ A ចុះអញ្ចឹងអ្វីដែលយើងត្រូវបំពេញបន្តទៀតគឺពាក់ព័ន្ធជាមួយនឹងឈ្មោះ supplier ឈ្មោះ supplier គឺ Vutta Trading ក៏ LTD អញ្ចឹង Vutta Trading ក៏ LTD យើងដាក់កន្លែងនេះមកមាន Vutta អត់មានទេបើអត់មានយើងយក new vendor មកគេ copy មក new តទៅទៀតយើងមើលទៅលើថ្ងៃទី8ខែ12ណាថ្ងៃ8ខែ12 2024អញ្ចឹង2024ថ្ងៃទី8ខែ12 2024អូខេអញ្ចឹង line memo យើងដាក់ថា purchase inventory យ៉ាងមកណា purchase inventory from វុទ្ធាហ្មងណាដាក់ឈ្មោះដើម្បី mention យើងដឹងថាទិញពីណាក៏ LTD មក December 2024គេអញ្ចឹងនៅកន្លែងនេះវាមាន expense និងមាន item អញ្ចឹងណាអញ្ចឹងបើសិនយើងចំណាយយើងដាក់លើ expense បើសិនយើងទិញជា inventory យើងចូល item ហើយ item អ្នកនរគ្នាគ្រាន់តែ copy item អញ្ចឹងមក item ទាំងអស់នេះគឺយើងបានបង្កើតអស់ហើយណា copy drop down list មកបានណា item យើងមាន14 item ក្នុងហ្នឹងណាអូខេ copy មកងាយដែរទេ Facebook ពាក់ព័ន្ធជាមួយការរៀនណាយើងដឹងពី function នៃការចូលរបស់យើងហើយយើងចូលទៅប៉ុស្តិ៍ដែរប៉ុន្តែអ្វីដែលសំខាន់ហ្នឹងពាក់ព័ន្ធជាមួយនឹងការបិទបញ្ជីថានៅពេលដែលយើងប៉ុស្តិ៍ហើយយើងមើលបញ្ជីស្នាមមិនអាហ្នឹងនឹងជួបគ្នានៅក្នុងវីដេអូពាក់ព័ន្ធជាមួយ management report យើងមើល report ទាំងអស់គ្នាហើយយើងនឹងមើលការងារ adjustment របស់យើងមួយចំនួនពាក់ព័ន្ធមួយបញ្ជីស្នាមណាអូខេអញ្ចឹងតទៀតទិញ quantity ប៉ុន្មានអ្នកនរឲ្យ copy quantity មកនេះ100កេសណាអូខេឧទាហរណ៍នេះលោកគ្រូដាក់ឧទាហរណ៍ឲ្យច្រើនតែម្ដងគឺរហូតដល់14 item ណាយើងច្រើនណាប្រសិទ្ធការងារហើយយើងអាចយកទៅអនុវត្តក្នុងការងារប្រចាំថ្ងៃបានព្រោះក្រុមហ៊ុនមួយចំនួនជា trading business ហ្នឹងគាត់មាន item យ៉ាងគាត់មានទិញលក់ជាប្រភេទ item យ៉ាងណាអញ្ចឹងងាយណាងាយក្នុងការប្រសិទ្ធការងាររបស់យើងតែអញ្ចឹងនៅពេលដែលយើងបង្កើតអស់ហើយយើងនឹងឃើញតួលេខមួយគឺទឹកលុយ23,800ប៉ុន្តែការទិញរបស់យើងត្រូវតែមាន VAT មិនចឹងដែរ VAT 10%ចូលមក select VAT មក VAT អ្នកនរគ្នា copy នេះគឺគូគិត VAT ឲ្យនៅក្នុង template របស់គ្រូនេះគឺងាយស្រួលគេដែលយើងប៉ុស្តិ៍យើង copy អញ្ចឹងវាទឹកលុយសរុបទាំងអស់គឺ26,180 បាត
តើបើយើង verify ត្រឹមត្រូវហើយអ្នកដល់ឲ្យ sell មួយចប់ហេអូខេthì những lỗi nơiនេះឃើញពណ៌ក្រហមមានន័យថាយើងអត់ទាន់បាននៅក្នុងឧទាហរណ៍ហ្នឹងយើងអត់ទាន់បានដាក់ដើមទុនចូលទៅទេអញ្ចឹងនៅពេលដែលដាក់ដើមទុនចូលទៅនឹងលុយកន្លែងហ្នឹងលែងឃើញពណ៌ក្រហមហើយអញ្ចឹងណាអូខេអញ្ចឹងយើងទៅឧទាហរណ៍បន្តទៀតជាឧទាហរណ៍ទី4របស់យើងទី4ហ្នឹងគឺទិញទិញអឺ ride check ដែរទិញ ride check ដែរអញ្ចឹងណាអូខេយើងទិញ ride check ដែរអ្វីយើងត្រូវមើលគឺទី1គឺយើងចូលទៅក្នុង banking ដូចគ្នាយើង banking យើង select banking មក thì ban A របស់យើងយ៉ាងម៉េចហើយមួយទៀតគឺ supplier ណា supplier របស់យើងគឺ Chanda Trading មក Chanda Trading ក៏ LTD គេអញ្ចឹងយើងមើលChanda Trading មានអត់មានទេបើអត់មានយើង create new មកនៅក្នុង Facebook ងាយងាយនៅពេលយើង create new បាទយើងយកពាក្យ new ហើយ create បានណាអូខេហើយមួយទៀតគឺថ្ងៃទី10ថ្ងៃទី10ខែ12ថ្ងៃទី10ខែ12ហើយដាក់មក purchase inventory ដូចគ្នា inventory from Chanda ណា Chanda Trading ហៅ LTD ណាដូចគ្នា December 2024មកអញ្ចឹងយើងទិញជាលក្ខណៈ item ដូចគ្នាអញ្ចឹងអ្វីយើងត្រូវមើលគឺគាត់តែ select item ទេគូមានបទពិសោធន៍ធ្លាប់ set up ជា trading business រហូតដល់ក្រុមហ៊ុនហ្នឹងមាន600 item ជាងណាអញ្ចឹងមកន័យថាវាគួរសមដែរពាក់ព័ន្ធជាមួយបច្ចេកការងារហ្នឹងណាអញ្ចឹងនេះគឺពីមកពីគេ copy មកពីពីតាមទៀតអ្នកដល់ឲ្យ copy quantity quantity គឺ200មកអញ្ចឹងនៅមួយទៀតពាក់ព័ន្ធជាមួយ VT អញ្ចឹង select code VT input មកគេ code VT input អ្នកដល់គ្នាគ្រាន់តែ copy តួលេខនេះcái tủ lấy được cô đã cái này hỏi vậy chạy chẳng hạn 10%មកខ្ញុំទូលេខទាំងអស់គឺ52360ដុល្លារចឹងនេះគឺពាក់ព័ន្ធជាមួយនឹងប្រសេសការងារមួយទៀតដែលយើងកន្លែង check មិនដែលយើងទិញប៉ុន្តែយើងទិញបង់លុយភ្លាមៗហើយបង់លុយនេះគឺបង់តាម check ទៀតអញ្ចឹងគ្រាន់តែ verify ត្រឹមត្រូវអស់ហើយអ្នកនរគ្នា sell មួយបាទអូខេអញ្ចឹងយើងទៅចូលមើល report ទាំងអស់គ្នាយើងចូលទៅមើល report ពាក់ព័ន្ធជាមួយ balance sheet របស់យើងអញ្ចឹងនៅក្នុង balance sheet មើលទៅលើ statement off financial position ឬក៏ balance sheet របស់យើងឃើញលុយដកដោយសារតែយើងអត់ទាន់បានដាក់ដើមទុនចូលទៅណាហើយយើងឃើញមាន inventory កើនឡើងរហូតដល់ទឹកលុយ100000ហើយ VT input ក៏10គុំ VT input 10000ដុល្លារហើយជាពាក់គេ30000 34000គេអញ្ចឹងអ្នកនរចង់មើលទៅលើ inventory ដូចគ្នាចូលទៅក្នុង report ហើយយកពាក្យ inventory detail ក៏បានទៅពេលយើងយក inventory detail អ្នកនរនឹងឃើញ detail មួយថាយើងទិញ inventory តាមណាតាមរ៉ាយឆេកក៏តាមទិញជាពាក់អញ្ចឹងទៅអញ្ចឹងណាគេអញ្ចឹងយើងអាចមើល inventory detail បានហើយមួយទៀតអ្នកនរអាចមើល inventory summary ក៏បានដែរគេ inventory summary របស់យើងយ៉ាង inventory របស់យើង costing របស់យើងមើលទៅអឺតម្លៃយើង100000ជាងហើយតែយើងលក់ទៅបាន140,000អញ្ចឹងវាចំណេញបានគួរសមដែរអូខេនេះយើងអត់ទាន់បានប្រសិទ្ធការងារលក់ណាគ្រាន់តែយើងទិញ inventory ទេគេអញ្ចឹងមួយទៀតបើសិនជាយើងចង់ទៅមើល AP aging ចូលទៅ report ហើយយកពាក្យ vendor យើងអាចយក AP aging summary ឬយើងយក AP aging detail អញ្ចឹងណាយើងមើល detail ចេញមកទៅតាម vendor មួយដែលយើងជពាក់គាត់ប្រមាណហ្នឹងទៅអូខេអញ្ចឹងសម្រាប់វីដេអូបែបនេះលោកគ្រូមានប៉ុណ្ណឹងជួបជាមួយលោកគ្រូនៅក្នុងវីដេអូបែបតទៅទៀតអរគុណជំរាបលា